បុគ្គលដែល unique បាទកន្លងមកតែងតែឃើញបុគ្គលមួយចំនួនតែងតែគិតថាខ្លួនឯងគឺជាមនុស្ស unique ហើយយើងមានឆ្ងល់តែបើសិនជាយើងជាមនុស្ស unique ហើយហេតុអីក៏យើងនៅតែបរាជ័យនេះគឺដោយសារតែយើងអត់ស្គាល់ថាអីទៅ unique ធៀបពិតយើងមិនមែនជាមនុស្ស unique ទេយើងគ្រាន់តែជាមនុស្ស different មានន័យថាពាក្យថា unique គឺជាបុគ្គលដែលអស្ចារ្យជាងគេជាងឯងខុសពីគេខុសពីឯងលូតផុតពីគេពីឯងទៅនឹងគេហៅ unique ឯងប៉ុន្តែយើងមិនមែនលូតពីគេផុតពីគេពីឯងទេយើងគ្រាន់តែ different យើងគ្រាន់តែខុសពីគេទេណាគេផ្សេងយើងផ្សេងតែប៉ុណ្្នឹងឯងគេធ្វើអញ្ចោះយើងធ្វើអញ្ចេះប៉ុន្តែយើងមិនមែនជាបុគ្គលមួយដែលអស្ចារ្យផុតពីគេទេអញ្ចឹងយើងចេះតែច្រឡំថាយើងគ្រាន់តែ different សោះយើងគិតថាជាខ្លួនឯងហ្នឹង unique អញ្ចឹងបានជាយើងចេះតែអត់ជោគជ័យឯងមួយទៀតរត់តែយ៉ាប់ជាង different ហ្នឹងទៀតបុគ្គលមួយចំនួនទៀតគឺបុគ្គល opposite តែម្ដងหมายថាផ្ទុយពីគេតែម្ដងหมายថាគេធ្វើអញ្ចេះខ្លួនឯងចោះគេធ្វើអញ្ចោះខ្លួនឯងចេះឲ្យតែគេធ្វើគឺដឹងតែបច្រាស់គេតែហ្មងអាហ្នឹងគេហៅថាបុគ្គលមកស្រុកអត់ចោះចំណោមគេអញ្ចឹងបុគ្គលមួយចំនួនបែបហ្នឹងគាត់នៅតែយល់ច្រឡំថាខ្លួនឯង unique ដែរធៀបពិតចាប់ពីថ្ងៃហ្នឹងត្រូវដឹងច្បាស់ថាបើសិនជាយើងជាមនុស្សគ្រាន់តែ different ពីគេយើងគ្រាន់តែជាមនុស្ស opposite ពីគេមិនមែន unique ទេអញ្ចឹងបានយើងចេះតែបរាជ័យទេអញ្ចឹងត្រូវយល់ឲ្យច្បាស់ថាអីទៅ unique អីទៅ different អីទៅ opposite